បងប្អូនអរគ្នា Cam Tool ចង់បង្ហាញបងប្អូនពី model ថ្មីម៉ាស៊ីនកាត់ស្មៅបងប្អូនអត់ដងធម្មតាយើងចង់កាត់ស្មៅគឺយើងចំណាយពេលយូរទី1យើងកាត់ស្មៅហើយយើងត្រូវប្រមូលដើរប្រមូលកងដើម្បីដុតទៀតអញ្ចឹងពិបាកមែនទែនណាហើយសម្រាប់ម៉ាស៊ីនស៊េរីថ្មីអត់ទេបងប្អូនណាគឺប្រភេទកបិតពីឈើបងប្អូនមកមើលអានេះកបិតពីឈើបាទហើយកបិតស៊េរីថ្មីគេបរិយាឡើងពេញមកឃើញទេបាទមានន័យថាពេលដែលយើងកាត់ហើយមិនចាំបាច់ដើរប្រមូលកងដុតអីទៀតទេគឺកាត់ហើយវាម៉ត់ទៅលើដីតែម្ដងហើយចំណុចសំខាន់យើងចំណេញពេលអត់ហត់កាត់ហើយយើងអត់ចាំបាច់កងទេហើយពេលដែលមានភ្លៀង 2-3 មេទៅអាស្មៅដែលយើងកាត់ទៅវាទៅជាជីនៅលើដីហើយចំណុចទី2ពីដើមកបិតសេរីចាស់គឺកបិតផ្ដេកអញ្ចឹងពេលដែលវាវិលជក់ទៅប៉ះថ្មប៉ះអីហ្នឹងវាអាចនឹងបែកផ្លែអញ្ចឹងទៅជាគ្រោះថ្នាក់មួយដែរពាក់ព័ន្ធនឹងការកាត់ស្មៅហើយកបិតពីឈើគឺធានាថាអត់ចេះបែកទេផ្លែវាអាចរិលអីតិចតួចអញ្ចឹងយើងអាចសេរីបានហើយកបិតនេះគឺវាអាចវាមាន2យើងអាចត្រឡប់វាបានណាបាទអញ្ចឹងកបិតនេះយើងអាចប្រើបានពី1ឆ្នាំកន្លះទៅ3ឆ្នាំតាមយើងកាត់តិចច្រើនណាបងប្អូនហើយអ្វីដែលសំខាន់គឺវាងាយស្រួលប្រភេទនេះគឺយើងអាចប្រើបានគ្រប់វ័យទាំងស្រីទាំងចាស់ទៅស្អីបើវ័យយើងតូចយើងអាចលាក់ទៀបខ្ពស់តាមហ្នឹងណាបាទហើយបើកន្លែងខ្លះមានបន្លាយើងអាចងាកវាឃើញណាងាកវាកុំឲ្យវាត្រូវយើងអញ្ចឹងយើងអាចសេរីបានគ្រប់សភាពការទាំងអស់ឥឡូវយើងបច្ឆេះជូនបងប្អូនមើលតិចតោះយ៉ាបច្ឆេះយើងបច្ឆេះម៉ាស៊ីនជូនបងប្អូនមើលតិចតើវាខ្លាំងឬក៏វាល្អមិនណាហើយស៊ីប្រេងតិចហ្នឹងព្រោះនេះតោះបងយាយមានលេអាយាយទៀតអានេះតោះបិទវល់តោះចាប់កបិតទៅវល់មកដូឡតបងប្អូនពិសេសមែនតើហើយវាមានអមយ៉ានេះអូតូសុវត្ថិភាពពេលណាដែលយើងដើរទៅលបោដៃដួលអីវាបិទដោយស្វ័យប្រវត្តិអញ្ចឹងណាបាទអញ្ចឹងហើយមកគ្រឿងនេះគឺយើងត្រូវដាក់ជូនទៅខាងរតនគិរីបងប្អូនរតនគិរីដោយសារគាត់វេលុយហើយយើងត្រូវឆែកតេស្តហើយក៏ឆ្លៀវឱកាសថតជូនបងប្អូនមើលទាំងអស់គ្នាអញ្ចឹងបងខាងរតនគិរីស្អែកបន្តដល់អញ្ចឹងបងប្អូនអាចតាក់ទងមក Cam Tool បើសិនជាចង់បានម៉ាស៊ីនកាត់ស្មៅអ៊ីតាលីណាបងប្អូនតាក់ទងមកតាមទូរស័ព្ទដៃ012 73579ឬក៏ Telegram 098 73579បងប្អូនអាចអញ្ជើញមកដល់ទីតាំងផ្ទាល់ណា Cam Tool បាទហើយកុំបារម្ភឲ្យភាគច្រើនភ្ញៀវក៏អត់សូវមកដល់ទេគាត់ច្រើនទៅវេលុយដាក់ផ្ញើតាមបរិយាបន្ថែមណាបាទអាចអញ្ជើញមកដល់ showroom Cam Tool តែម្ដងដើម្បីយើងមានតាំងsample ជូនបងប្អូនមើលផ្ទាល់ណាអរគុណច្រើន